កត្តាទាំង3ម្ដាយឪពុកមិនគួរមើលរំលងពីការអប់រំកុមារឲ្យមានឥរិយាបថរស់នៅវិជ្ជមានរបៀបចិញ្ចឹមកូននិងវិធីសាស្ត្រចិញ្ចឹមកូនឲ្យមានគុណភាពជីវិតល្អប្រសើរបានផ្លាស់ប្ដូរនិងប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃការចិញ្ចឹមកូនតាមបែបវិជ្ជមានជាទ្រឹស្ដីនៃការអប់រំកុមារថ្មីដែលតម្រូវឲ្យម្ដាយឪពុកនិងអ្នកពាក់ព័ន្ធចូលរួមឲ្យបានសកម្មគេបានកត់សម្គាល់ថាម្ដាយឪពុកជាតួអង្គចម្បងបំផុតជំរុញដល់ការអប់រំកុមារឲ្យមានឥរិយាបថរស់នៅវិជ្ជមាននិងអប់រំកូនឲ្យក្លាយជាយុវជនដែលមានថាមពលព្រមទាំងក្លាយជាពលរដ្ឋល្អសម្រាប់សង្គមខាងក្រោមនេះ EMS អប់រំសូមបង្ហាញពីកត្តាសំខាន់3ចំណុចចូលរួមមកសាងគុណភាពជីវិតកុមារដែលតែឪពុកមិនគួរមើលរំលង 1. កត្តាកុមារខ្លួនឯងចរិតលក្ខណៈឬអត្តចរិតរបស់កូនជាសំណុំចំណុចសំខាន់ដែលម្ដាយឪពុកគួរយល់ដឹងមុននឹងអប់រំកូនចរិតលក្ខណៈឬអត្តចរិតរបស់កូនកើតចេញពីរូបភាពដែលកូនបានយកគំរូតាមម្ដាយឪពុកឬបរិស្ថានដែលពួកគេរស់នៅជាមួយប្រសិនបើម្ដាយឪពុកចង់អប់រំកូនឲ្យមានឥរិយាបថរស់នៅវិជ្ជមានដរាបណាម្ដាយឪពុកមានឥរិយាបថរស់នៅវិជ្ជមានព្រមទាំងមានវិធីសាស្ត្រចិញ្ចឹមកូនតាមបែបវិជ្ជមានភាពទន់ភ្លន់របស់កូនឆ្លុះបញ្ចាំងលទ្ធភាពនៃការអប់រំកូនរបស់ម្ដាយឪពុក 2. កត្តាគ្រួសារទន្ទឹមនឹងគំរូភាពវិជ្ជមានសម្រាប់កូនការយកចិត្តទុកដាក់អប់រំកូននិងចំណាយពេលវេលាជាមួយកូនឲ្យបានច្រើនជាគន្លឹះសំខាន់ជួយឲ្យកូនទទួលបានភាពកក់ក្ដៅនិងមនោសញ្ចេតនាក្ដីស្រឡាញ់នៅក្នុងគ្រួសារមានឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងរបស់កូនសកម្មភាពបង្រៀនកូនជាប្រចាំឆ្លើយសំណួរកូនដោយឆ្លាតវៃផ្ដល់ឱកាសឲ្យកូនធ្វើឡើងវិញនៅពេលមានកំហុសនិងស្ដាប់កូនដោយហេតុផលគឺជារបៀបចិញ្ចឹមកូនបែបវិជ្ជមាននិងមានប្រសិទ្ធភាពបំផុត 3. កត្តាសង្គមសាលារៀនជាទីតាំងដែលកុមារឈានជើងចូលដំបូងបំផុតក្នុងការទំនាក់ទំនងសង្គមខាងក្រៅការបញ្ជូនកូនទៅសាលារៀនមិនមែនជាសកម្មភាពអប់រំកូនពេញលេញឡើយវាគ្រាន់តែជាចំណែកតូចមួយក្នុងការគាំទ្រដល់ការអប់រំរបស់កូនតែប៉ុណ្ណោះផ្ទុយទៅវិញការបញ្ជូនកូនទៅសាលារៀនក្លាយជាសកម្មភាពសន្សំទ្រព្យទុកឲ្យកូននិងជំរុញឲ្យកូនមានទំនាក់ទំនងវិជ្ជមាននៅក្នុងសង្គមជាមួយគ្នានេះដែរម្ដាយឪពុកត្រូវមានទំនាក់ទំនងល្អជាមួយសាលារៀនហើយកិច្ចសហការអប់រំបង្រៀនកូនពីម្ដាយឪពុកជាជំនួយដ៏មានប្រសិទ្ធភាពការអប់រំសម័យទំនើបម្ដាយឪពុកត្រូវជំរុញអប់រំជាប្រចាំតាមដានសកម្មភាពកូនកត់សម្គាល់ឥរិយាបថកូននិងបណ្ដុះនិស្ស័យកូនឲ្យក្លាយជាមនុស្សមានសីលធម៌សង្គមដ៏ប្រសើរគួរបញ្ជាក់ថាសកម្មភាពចិញ្ចឹមកូនជាកាតព្វកិច្ចជំនាន់ដែលម្ដាយឪពុកមិនគួរមើលរំលងពីរបៀបចិញ្ចឹមកូនមូលធនមនុស្សនិងគុណភាពធនធានមនុស្សជំនាន់ក្រោយរបស់សង្គមមួយគឺអាស្រ័យទាំងស្រុងលើគុណភាពនៃការអប់រំកូនផ្ដើមចេញពីគ្រួសារនីមួយនាពេលបច្ចុប្បន្ន